Hello ជំរាបសួរអ្នកសិក្សាទាំងអស់បាទថ្ងៃនេះខ្ញុំបន្តទៀតអំពីគុណសម្បត្តិរបស់ Virtual Team អូខេក្រុមដោយស្រមោលឬក្រុមដោយប្រយោលអូខេក្រុមការងារដោយប្រយោលឬក៏ដោយស្រមោលគេហៅថា Virtual អូខេ Virtual Team ចឹងគុណសម្បត្តិរបស់ Virtual Team នេះមានគុណសម្បត្តិអីខ្លះនៅពេលដែលយើងបង្កើតជា team តែ team របស់យើងនឹងមិនបានជួបជុំគ្នាផ្ទាល់ទេតើវាមានគុណសម្បត្តិយ៉ាងដូចម្ដេចទីមួយគុណសម្បត្តិរបស់វា bring together individual who may be located អូខេ located ដូច្នេះគេថា located at great different from one another គុណសម្បត្តិរបស់ Virtual Team នេះទីមួយគេថាគឺជាការនាំពំនាំណាពំនាំនៅបុគ្គលផ្ទាល់ខ្លួនម្នាក់ហ្នឹងហើយដែលមានកន្លែងផ្សេងគ្នាមកពីតំបន់ផ្សេងគ្នាតែយើងអាចជួបបានដល់ថាដូចថាមួយនៅស្រុកខ្មែរមួយនៅជប៉ុនមួយនៅអាល្លឺម៉ង់អីតែយើងអាចជួបគ្នាតាម Virtual Team បានឃើញទេយើងធ្វើកិច្ចការងារបានយើងអាច assign ការងារឲ្យយើងជួបគ្នាតាម program នេះ program នោះដែលហៅថា conference ណា conference program ហ្នឹងយើងអាចជួបគ្នាបានអាហ្នឹងការជួបគ្នាដែលប្រជុំគ្នាទៅតាម conference ដែលមិនបានឃើញមុខគ្នាហ្នឹងអាហ្នឹងគេហៅថា virtual team អូខេហ្នឹងហើយនេះជាគុណសម្បត្តិទី1គុណសម្បត្តិទី2 offer obvious cost and time sufficiency efficiency effect effective មកពី efficiency ជាគេថា offer obvious cost មានន័យថាបានផ្ដល់នៅតម្លៃជាក់ស្ដែងផ្ដល់នៅតម្លៃជាក់ស្ដែងមានន័យថា and time efficiency ហើយនឹងពេលវេលាដ៏មានប្រសិទ្ធភាពយើងផ្ដល់នៅតម្លៃនៃការជួបគ្នាហ្នឹងណាការជួបគ្នាប្រជុំអីមួយហ្នឹងគឺថាជាការមួយដែលមានតម្លៃជាក់ស្ដែងពិតប្រាកដមួយដែលយើងជួបគ្នាហ្នឹងហើយនឹងយើងបានផ្ដល់នៅពេលវេលាដល់ប្រសិទ្ធភាពនៅក្នុងពេលវេលាចង់និយាយថាយើងអាចកាត់បន្ថយនៅតម្លៃធ្វើដំណើរជាដើមហើយនឹងកាត់បន្ថយនៅពេលវេលាមួយដែលមានប្រសិទ្ធភាពយើងចំណាយពេលតែ1ម៉ោងគឺថាតាមធម្មតាបើយើងទៅជួបគ្នាយើងជិះ5ម៉ោងទៅជួបគ្នាពីនេះពីនោះមកឧទាហរណ៍ណាអញ្ចឹងយើងចំណាយពេល1ម៉ោងបាន1ម៉ោងប្រជុំវាទៅជា6ម៉ោងបាទតែបើយើងជួបតាម virtual team គឺយើងចំណាយពេល1ម៉ោងគឺយើង1ម៉ោងយើងសល់5ម៉ោងទៀតយើងធ្វើការងារអីផ្សេងហើយនឹងពេលវេលារបស់យើងឃើញទេអញ្ចឹងហើយនឹងតម្លៃដែលយើងចំណាយជិះឡានទៅឬក៏ជិះយន្តហោះអីទៅជួបហ្នឹងឃើញយើងខាតលុយចំណាយច្រើនលុយញ៉ាំចុកលុយញ៉ាំចុកហើយនឹងលុយធ្វើដំណើរចេះដែរណាអាហ្នឹងគុណសម្បត្តិរបស់ virtual team អូខេដូចយើងសិក្សាអញ្ចឹងបើយើងទៅ campus យើងត្រូវទៅសាលារាល់ថ្ងៃតែបើយើង take online class យើងមិនបាច់ទៅទេណាយើងនៅផ្ទះយើងចំណាយពេលនៅផ្ទះហើយយើងអាចធ្វើកិច្ចការងារបានហើយការសិក្សាដូចគ្នាទាំងអស់អូខេគឺ online ហ្នឹងគឺខ្លាំងជាងនៅសិក្សានៅតាម campus ទៀត campus គឺថាយើងសិក្សាជាមួយគ្រូផ្ទាល់យើងតាក់ទងឲ្យបានស្រួលផ្ទាល់តែម្ដងនិយាយទៅស្ដាប់គ្នាតាមហ្នឹងហើយប៉ុន្តែ online គឺ strictly ហើយខ្លាំងទៅទៀតហ្នឹងហើយគឺថាតឹងរឹងកាលណាយើងធ្វើខុសអីគ្រូមិនអនុគ្រោះអីហ្នឹងហើយទី3គឺថា focus task accomplishment and decision making by reducing the emotional consideration that may surface in face-to-face meeting គេចាប់អារម្មណ៍ទៅលើការអនុវត្តកិច្ចការងារហើយនឹងធ្វើការសម្រេចចិត្តនឹងកាត់បន្ថយនៅការគិតពិចារណាពាក់ទងនឹងផ្លូវអារម្មណ៍ហ្នឹងហើយដូចថាវាជា image surface វាជាលក្ខណៈមួយដែលបង្ហាញមួយដែលធ្វើឲ្យយើងដែលជួបជុំផ្ទាល់មុខអញ្ចឹងណាថាចឹងនិយាយថាគឺមិនមែនសំខាន់ថាតែជួបជុំគ្នាតាមផ្ទាល់នឹងផ្ទាល់ទេជួបគ្នាផ្ទាល់មុខវាបានធ្វើកិច្ចការងារកើតវាមិនមែនចឹងទេចង់និយាយក្នុងទីនេះ
thì trong vậy tha cứ sầm khăn ở dương phộc khơi từ lời ca nghe nắng hay là ca ăn vọt nó cái ca nghe gì sầm rạch chặt tẹt tô nó lò rồi bỏ dương để dương bình chặt rừng bình chặt chứ á hay dương chờ thôi cái ca nghe đủ ba này nèนี่คือจะคุณสมบัติระบบ versatility โอเคបន្តទៅទៀតគុណវិបត្តិណាយើងសិក្សាអំពីគុណសម្បត្តិហើយឥឡូវយើងសិក្សាអំពីគុណវិបត្តិនៅក្នុង team versatility នឹងទៅ versatility នឹងមានគុណវិបត្តិយ៉ាងដូចម្តេចខ្លះនៅពេលដែលបង្កើត versatility នឹងធម្មតាមនុស្សយើងតែងតែមានគុណវិបត្តិនិងគុណសម្បត្តិហើយដូច្នេះជាមួយនឹង team ក៏អញ្ចឹងដែរអូខេអញ្ចឹងdisadvantage ណា disadvantage of versatility នេះគឺថាគុណសម្បត្តិរបស់ក្រុមការងារដែលស្រមោលរួមមានគុណវិបត្តិរបស់ក្រុមការងារស្រមោលរួមមាន member of versatility team can have difficulty establish good working relationship អញ្ចឹងសមាជិកនៅក្នុងក្រុមដូចថាក្រុមការងារប្រយោលហ្នឹងវាមានផលលំបាកខ្លះនៅក្នុងការបង្កើតការងារបានល្អក្នុងការទំនាក់ទំនងជាពិសេសយើងទំនាក់ទំនងគ្នាកាលណាបើសិនជាយើងស្រស់ស្រួលគ្នាល្អហើយទំនាក់ទំនងគ្នាល្អហើយយើងមានកម្មវិធីមាន program សម្រាប់ធ្វើ conference ហើយយើងជួបគ្នាបានល្អហើយអាហ្នឹងអត់អីទេតែបើផ្ទុយទៅវិញអ្នកនោះអត់ចេះបច្ចេកទេសក្នុងការប្រើប្រាស់របស់ទំនើប technology ប្រព័ន្ធដូចថាទូរគមនាគមន៍ចឹងផ្សេងៗចឹងដើម្បីជួបគ្នាអានឹងវាជាបញ្ហាមួយលំបាកណាស់ដែលសម្រាប់ក្រុម Versatility Team នេះជាគុណវិបត្តិមួយរបស់ Versatility Team តែបើក្រុម Versatility Team ហ្នឹងដែលសិតតែជាអ្នកចេះដឹងប្រើ computer ប្រើបច្ចេកវិទ្យាទំនើបប្រើ program ដែលអាចតាក់ទងគ្នាបានហ្នឹងអានឹងវាមិនពិបាកទេប៉ុន្តែឥឡូវវាស្រួលមែនទែនដូចជា program Skype Fiverr ឬក៏ program Facebook អីផ្សេងៗយើងអាចជួបគ្នាតាម Versatility Team បាននឹង Yahoo អីចឹងណាប៉ុន្តែយើងឃើញYahoo ឃើញ Skype អីផ្សេងៗហ្នឹងឃើញបងប្អូនយើង Portal អីចឹងណា program Portal ហ្នឹងឃើញបងប្អូនយើងឡើងទៅច្រៀងជួបជុំគ្នាឃើញច្រៀងឃើញជជែកគ្នាពីនេះពីនោះអីចឹងដែរណាប៉ុន្តែវាមិនមានក្នុងលក្ខណៈមួយដូចថាធ្វើឲ្យយើងរីកចម្រើនអីប្រហែលទេបាទព្រោះភាគច្រើនទៅជជែកតែរឿងនយោបាយហើយនឹងច្រៀងចម្រៀងរឿងសាសនាអីហ្នឹងប៉ុន្តែបន្ទប់សិក្សារៀនសូត្រអីយើងខំបង្កើតខំអីដែរតែមិនសូវមានប្រសិទ្ធភាពណាមិនសូវទេហ្នឹងហើយមិនសូវមានអ្នកក៏នេះទេជួយយកចិត្តទុកដាក់ចាប់អារម្មណ៍ខ្លាំងខ្មែរយើងខ្វះកន្លែងហ្នឹងមួយខ្វះកន្លែងចំណុចហ្នឹងគឺបានអីហើយមួយហើយអត់ចង់ធ្វើតទៀតទេគឺចាប់ធំនឹងឧបមាថាគាត់មានការងារអីមួយចឹងអាចចិញ្ចឹមជីវិតបានគាត់លេងខ្វល់អីទៀតផ្សេងក្រៅមិនដឹងទេអត់ខ្វល់ថាខំសិក្សាស្រាវជ្រាវអីទៀតឬក៏ធ្វើអ្វីមួយផ្សេងទៀតអីអត់មានទេកាលណាកិច្ចការងារហ្នឹងគេជប់ឲ្យធ្វើទៅគាត់ចាប់ដើមទេតណាទេតហើយវាអត់មានអីក្នុងខ្លួនណាអត់មានលំនឹងណាដោយសារយើងវាមិនបានរៀនណាអត់មានលំនឹងទេតែចេញពីនឹងទៅហើយគឺថាចប់ទៅទេនឹងពួកយួនពួកអីក៏មានលក្ខណៈស្តៀងនឹងដែរហ្នឹងវាមានលក្ខណៈចឹងហើយអានេះជាគំនិតមួយដែលដាស់តឿនណាបងប្អូនខ្មែរយើងពេលណាយើងធ្វើអីមួយហើយយើងមានអាជីពខាងហ្នឹងហើយយើងកុំយល់ថាអាជីពហ្នឹងវាជាអមតៈអត់មានផនមណនទេអត់មានជាអមតៈអីដូច្នេះយើងត្រូវតែរៀនអ្វីមួយផ្សេងទៀតគេហៅថា diversify យើងត្រូវតែ diversify ខ្លួនរបស់យើងទៀតណាយើងរៀនអ្វីផ្សេងទៀតឲ្យមានលំនឹងពេលដែលយើងបាត់បង់មុខរបរនឹងមួយទៅយើងមានចំណេះដឹងផ្នែកអីផ្សេងយើងធ្វើអីផ្សេងបានទៀតចឹងណាចឹងពេលហ្នឹងយើងមិនខ្វល់ទេទោះបីអាការងារនឹងអត់ក៏យើងរកការងារអីផ្សេងទៀតបានដែរតែផ្ទុយទៅវិញយើងឃើញយើងសុខចិត្តចំណាយពេលច្រៀងចម្រៀងលេងជួបគ្នាញ៉ាយគ្នាអីចឹងណាអាហ្នឹងជារឿងមួយដែលធ្វើឲ្យយើងធ្វើឲ្យយើងថ្ងៃក្រោយទៅមានបញ្ហាផលវិបាកណាផលវិបាកនឹងផ្ដល់ឲ្យយើងនៅពេលដែលយើងឃើញនៅថ្ងៃណាមួយបាទតែផ្ទុយទៅវិញបើសិនជាយើងចំណាយពេលដូចថារៀនសូត្រសិក្សាទៅអានឹងវាជាគុណសម្បត្តិដ៏ខ្លាំងក្លាហើយនឹងវាធ្វើឲ្យចំណេះដឹងរបស់យើងទៅណាវាពេលយើងទៅណាគេថាវាមិនអោនណាមានន័យថាមុខយើងនឹងវាមិនអោនយើងមានទ្រឹស្ដីយើងមានសម្ដីយើងមាន
ចូលរួមចំណោមអ្នកដទៃចឹងទៅយើងមានពាក្យសម្ដីមានគំនិតមានកិច្ចការដូចថាចង់និយាយថាមានការយល់ដឹងច្រើនចឹងមានគំនិតច្រើនហើយមានមតិយោបល់ច្រើនដល់ឲ្យអ្នកអត់សូវចេះដឹងអីហ្នឹងគឺចេះតែពីការងារគាត់ហ្នឹងគឺថាគិតតែពីមិនសូវហ៊ានទៅណាទេចូលក្នុងចំណោមគេវាអត់ចោះដូចថាព្រោះយើងគ្មានទ្រឹស្ដីទៅណាស្ងាត់ស្ងាត់សងងសងោអញ្ចឹងទៅតុយមួយណាអាហ្នឹងអញ្ចឹងណាអញ្ចឹងដូច្នេះខ្ញុំជឿថាបងប្អូនយើងនឹងប្រហែលជាមិនអន់ចិត្តចំពោះខ្ញុំទេនៅពេលដែលខ្ញុំនិយាយអញ្ចឹងគឺក្នុងន័យថាចង់ដាស់តឿនឲ្យបងប្អូនយើងរៀនសូត្រចង់ដាស់តឿនឲ្យបងប្អូនយើងរៀនយកអ្វីដែលថ្មីហើយគំនិតល្អដើម្បីយកទៅប្រើប្រាស់ណាបាទហ្នឹងហើយអូខេហើយបន្តទៀតគឺ lack of face to face គឺថាគុណវិបត្តិមួយទៀតហ្នឹងគឺខ្វះខាតនៅការជួបជុំគ្នាផ្ទាល់ interaction ណាមានន័យថាគឺជាការអនុវត្តដូចថាចង់និយាយថា action មានន័យថាសកម្មភាព interaction ហ្នឹងមានន័យថាការចូលប្រឡូកនៅក្នុងសកម្មភាពផ្ទាល់មុខមាត់ចឹងណាដែលមានកម្រិតមួយហើយ role of emotion and non verbal គឺថាគឺជាច្បាប់មួយដែលគឺថាជាគំនិតមួយជាច្បាប់មួយដែលដែលតកតងនឹងផ្លូវអារម្មណ៍ហើយវាមិនមែនជា clue ឡើងដូចជា clue ចឹងដូចថាមិនមែនជាគំនុះផុសតាងអីមួយដែលថា non verbal មានន័យថាដែលគ្មានសម្ដីដូចថាចង់និយាយថាដូចថាយើងធម្មតាយើងជួបមុខផ្ទាល់អញ្ចឹងទៅយើងបានជួបគ្នាផ្ទាល់អីចឹងប៉ុន្តែនេះវាជាការខ្វះខាតមួយដែលយើងមិនបានជួបផ្ទាល់បានឃើញឮសូរសម្ដីផ្ទាល់អញ្ចឹងឧទាហរណ៍អញ្ចឹងណានៅក្នុងដំណើរការនៃការតំណតំណងគ្នាហ្នឹងហ្នឹងតាមពិតគេនិយាយដូចថាក្នុងលក្ខណៈមួយ over ដែលយើងអត់បានជួបខ្ញុំមិនតែឮសំឡេងក៏អត់ដែរអញ្ចឹងណាហ្នឹងហើយតាមតែរំលឹកសម្បត្តិតាមរយៈអីដូចពីសម័យដើមណាប៉ុន្តែបើសម័យបច្ចុប្បន្នអត់ទេគឺថាយើងឃើញរូបក៏បានដែរមានប្រូក្រាមគេទៀតឲ្យឃើញរូបទៀតយើងជុំគ្នាប្រជុំគ្នាអាចឃើញរូបបានទៀតវាដល់ថ្នាក់ហ្នឹងទៀតវាដូចយើងជួបគ្នាផ្ទាល់ដែរហ្នឹងនិយាយចឹងប៉ុន្តែពេលនៅប្រើថា virtual team ណាគឺ virtual team អូខេនេះជាគុណវិបត្តិហើយអូខេប្រសិទ្ធភាពនៅក្នុងការងារចូលបន្តទៀតចំណុចបន្តទៀតគឺធ្វើយ៉ាងណាដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការងារ one that achieve high level of task performance member satisfaction and team viability តាមរយៈគេថាដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការងារតើតើយើងកំណត់លក្ខខណ្ឌការងារឲ្យជាក់លាក់ចំណុះឲ្យជាក់លាក់ដើម្បីទទួលបាននៅកម្រិតខ្ពស់នៅក្នុងការងារនៅក្នុងការបំពេញកិច្ចការងារសមាជិកនឹងឲ្យវាសប្បាយចិត្តហើយនឹងអីគេ viability នឹងតាមរយៈក្រុមនឹងហើយនឹងធ្វើអ្វីៗទៅតាមរយៈក្រុមនឹងស្នើពីក្រុមឡើងពិភាក្សាជាមួយក្រុមធ្វើអីគឺថាក្នុងក្រុមដូច្នេះវានឹងបានសម្រេចចិត្តហើយកុំធ្វើអីមួយជាឯកច្ឆានណាជាការសម្រេចមួយឯកច្ឆានខ្លះទៅជាឯកច្ឆានអញ្ចឹងវាមិនមែនជាលក្ខណៈមួយក្នុងក្រុមដូច្នេះនៅក្នុងក្រុមរបស់យើងសមាជិកក្រុមនឹងមិនសប្បាយចិត្តទេបើយើងសម្រេចអីមួយដោយឯកឯងអញ្ចឹងណាអានេះចង់និយាយចឹងអាហ្នឹងជាក្រុមដែលមានប្រសិទ្ធភាពអូខេប្រសិទ្ធភាពក្នុងក្រុមដែលទទួលបានកម្រិតខ្ពស់រួមមានអី task performance ណានឹង task performance ហ្នឹងគេថាដូចយើងនិយាយមិនមាន3ចំណុចហ្នឹង task performance ហ្នឹងគឺថាការបំពេញកិច្ចការងារសមាជិក attain ណាទទួលបាននៅគោលបំណងនៅក្នុងការបំពេញណាទទួលបានគោលបំណងក្នុងការបំពេញការងារតាមបរិមាណដូចថាតាមរយៈដោយសារបរិមាណប៉ុណ្ណេះដោយសារគុណគេហៅថា quality គុណភាពហ្នឹងហើយដែលមានគុណភាពមានពេលវេលាច្បាស់លាស់នឹងជាលទ្ធផលការងារណាចឹងមានន័យថា task គេហៅថា task performance ហ្នឹងវាស្ថិតនៅក្នុងមួយគេហៅថា smart យល់ទេ smart ហ្នឹងមកពាក្យអីណា smart ហ្នឹងមកពាក្យថា you know S មកពាក្យអីហ្នឹងហើយ smart S
M A R T ហ្នឹងហើយ smart ហ្នឹងមកពាក្យថា specific អូខេហ្នឹងហើយ S ហ្នឹងមកពាក្យ specific M នេះមកពាក្យអីហ្នឹងហើយ M នេះមកពាក្យថា miserable អូខេ miserable ហ្នឹងមានន័យថាម៉េចមានន័យថាដែលអាចវាស់វែងបាន specific ដែលមានកម្រិតច្បាស់លាស់ miserable អាចវាស់វែងបានហើយចុះ A ហ្នឹងមកពាក្យអី A ហ្នឹងមកពាក្យថា achievable អូខេ achievable មានន័យថាទទួលសម្រេចបានដែលអាចសម្រេចកិច្ចការងារបាន A ដែលពាក្យ R មកពី reality you know reality ហ្នឹងហើយ reality reliable បានមកពី reality មានន័យថាមានអ្វីមួយដែលជឿទុកចិត្តបានមាន trust គេអាច trust មកយើងគេជឿទុកចិត្តបានគេថា reality ហើយទីអក្សរ T ហ្នឹងមកពាក្យថា time ណាអា timeliness ហ្នឹងហើយអូខេមកពី timeliness ហ្នឹងអញ្ចឹង task fulfillment ហ្នឹងត្រូវតែស្ថិតនៅក្នុង smart ហ្នឹងអូខេបើយើងអត់មានស្ថិតនៅក្នុង smart ហ្នឹងទេគឺថា task fulfillment ហ្នឹងគឺថាអត់ចេញជាសាច់ការបានពិតប្រាកដទេហ្នឹងហើយភ្ជាប់ជាមួយនឹង quantity ហើយនិង quality ផងដែរអូខេចំណុចទី2 member satisfaction member satisfaction នេះគឺថាធ្វើយ៉ាងណាឲ្យសមាជិកនឹងសប្បាយចិត្តអូខេការបំពេញតម្រូវចិត្តរបស់សមាជិក member believe that their participation and experience are positive and meet important personal needs ណាមានន័យថាសមាជិកហ្នឹងគេជឿថាការចូលរួមរបស់ពួកគេនឹងហើយនឹង experience ហើយនឹងបទពិសោធន៍របស់ពួកគេនឹងគឺជាលក្ខណៈមួយវិជ្ជមានហើយណាគឺជាលក្ខណៈមួយវិជ្ជមានសម្រាប់ជួបជុំនៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗជាលក្ខណៈចម្បងនេះជា potential ជា potential ដូច្នេះកាលណាសមាជិកក្រុមនឹងយើងធ្វើអ្វីមួយគឺពិភាក្សាចេញពីក្រុមរបស់យើងពិតប្រាកដចឹងទៅសមាជិកក្រុមរបស់យើងនឹងសប្បាយចិត្តណាធ្វើអ្វីមួយឆ្លងកាត់ពីសមាជិករបស់ខ្លួនហ្នឹងអូខេទី3គេថា team viability នេះគឺថាmember are sufficiently satisfied to continue working together on ongoing basis ដោយថាសមាជិកហ្នឹងណានឹងសប្បាយចិត្តណា you know ត្រូវបានដូចថាសមាជិកនឹងមានការរីករាយណាមានការរីករាយ sufficiently នឹងមានន័យថាជាអចិន្ត្រៃយ៍ឬក៏ចង់និយាយថា sufficiently ហ្នឹងមានន័យថាinsufficiently មានថាដែលដូចថាมันគ្រប់គ្រាន់ណាដល់ពេលនេះ sufficiently ហ្នឹងមានន័យថាជាសប្បាយចិត្តពេញទំហឹងហ្នឹងហើយនិយាយចំព្រោះនេះមានន័យថាពេញទំហឹងហើយតែមានន័យថាសមាជិកហ្នឹងមានការសប្បាយចិត្តពេញទំហឹងក្នុងការបន្តកិច្ចការងារជាមួយគ្នាទាំងអស់គ្នាហ្នឹងជាមូលដ្ឋានដែលឆ្ពោះទៅមុខអាហ្នឹងបានវាសម្រាប់នៅកិច្ចការងារហ្នឹងបានទទួលបាននៅគោលបំណងចង់ខ្ពស់បាននៅកម្រិតខ្ពស់បានតែផ្ទុយទៅវិញបើតាមរយៈសមាជិកមួយនេះមួយចេះទៅមួយចោះទៅណែមួយបញ្ហាខឹងសបាចេះចោះទៅមិនពេញចិត្តចេះមួយទៀតមួយហើយយើងក្នុងសមាជិក10នាក់អញ្ចឹងមានតែ5នាក់ឯងដែលយើងចូលចិត្តតាមរយៈ5នាក់នឹងអីចឹងអាហ្នឹងក៏វាទៅមិនរួចដែរណាយ៉ាងណាមិញបើដូចជាសភាអញ្ចឹងដូចសភាខ្មែរយើងអញ្ចឹងឧទាហរណ៍ណាហ្នឹងហើយដូចសភាខ្មែរយើងអញ្ចឹងតាមច្បាប់អញ្ចឹងដូចថាកាលណាយើងធ្វើច្បាប់អីមួយអញ្ចឹងបើក្នុងសមាជិកសភាហ្នឹងมันពេញចិត្តច្រើនណាដោយសារតែខ្មែរយើងមានតែច្បាប់មួយអីណា50+1អាហ្នឹងបញ្ហាប៉ុន្តែបើសិនជាយើងយក90%ឬក៏យកអីមួយមើលការងារយើងអត់ខ្ចោះហើយណាការងារយើងអត់ខ្ចោះហើយតែខ្មែរយើងខ្វះចន្លោះត្រង់ហ្នឹងដោយសារតែចង់ដើមអំណាចពេកបដូរច្បាប់រដ្ឋធម្មនុញ្ញមកចេះមកចោះអាហ្នឹងជាយើងរៀនសូត្រវាមិនបានយល់ដឹងច្រើនកម្រិតជាតិវាអត់សូវមានដូច្នេះយើងចេះតែបង្កើតបដូរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអញ្ចឹងចឹង50+1អញ្ចឹងវាស្មើ60ឧទាហរណ៍អញ្ចឹងណាដល់50+1អញ្ចឹងកាលណាមតិតា50%មានន័យថា
ក្នុងចំណោមសមាជិក220អញ្ចឹងណា220នាក់ឧទាហរណ៍យើងឧទាហរណ៍ឧមាទី220នាក់អញ្ចឹងតា100នាក់ឧទាហរណ៍តាម100បាន50 110មិនអញ្ចឹងណាហើយបូក1ទៀត111គេយកបាត់ហើយអញ្ចឹងអាហ្នឹងអញ្ចឹងដូច្នេះយើងត្រូវតែគិតពិចារណាថ្ងៃក្រោយបើយើងមានឱកាសយើងធ្វើរដ្ឋធម្មនុញ្ញឡើងវិញកុំដាក់អញ្ចឹងពេកអញ្ចឹងបញ្ចេញច្បាប់អីមួយប្រទេសផ្ដាស់អញ្ចឹងទៅចេញច្បាប់មួយបកគលដីទឹកឲ្យគេអញ្ចឹងទៅហើយអាគណៈបកមួយនោះវាជាប់ទៅវាភ្លើទៅអាសភាហ្នឹងមិនដឹងអីណាសភាខ្មែរយើងមានចេះដឹងអីដែលបានរៀនសូត្រអីណាដល់អញ្ចឹងទៅចិត្តទៅលើកដៃអញ្ចឹងទៅបកគលដីឲ្យគេបាក់ឧទាហរណ៍ហ្នឹងនិយាយប៉ុន្តែវាអាចឈួតអញ្ចឹងដែរអូខេដូច្នេះយើងគួរតែធ្វើសតនកម្មទៅច្បាប់រដ្ឋធម្មនុញ្ញយើងហ្នឹងហើយគួរធ្វើសតនកម្មមកប្រឲ្យសភាសំខាន់ណាស់ណាមានទូនទីសំខាន់ណាស់ចេញច្បាប់អីមួយតតែពិនិត្យពិច័យឲ្យមែនទែនហើយមុននឹងអនុម័តតតែមានដូចថាសមាជិកនៃគណៈបកដែលចូលរួមហ្នឹងដែលសមាជិកសភាហ្នឹងអនុម័តភាគច្រើន90%អីចឹងទៅអាហ្នឹងចាំយើងចេញច្បាប់ពេលនេះច្បាប់ហ្នឹងមានប្រសិទ្ធភាពខ្ពស់ណាស់ដោយសារមានការជំទាស់ច្រើនមានការឆ្លងកាត់ណាគេថា team viability ហ្នឹងមានការឆ្លងកាត់ច្រើនទៅតាមក្រុមនីមួយៗត្រួតពិនិត្យណាដូច្នេះយើងមានប្រសិទ្ធភាពនេះហើយគឺជាទ្រឹស្ដីគ្រប់គ្រងឲ្យបានល្អមួយនៅក្នុងក្រុមនៅក្នុងប្រទេសជាតិណាក្រុមក៏ដូចជាសង្កាត់ក៏ដូចជាប្រទេសដូចជាភូមិដូចជាខណ្ឌខេត្តប្រទេសហ្នឹងហើយអញ្ចឹងណាក្រុមជាដើមដូច្នេះបើសិនជាយើងចេះដឹងពីមូលដ្ឋាននៅក្នុងការគ្រប់គ្រងនឹងឡើងទៅហើយក្នុងក្រុមមួយបានក្នុងគ្រួសារមុនដំបូងក្នុងគ្រួសារតមកក្នុងក្រុមហើយភូមិហើយតើកាលណាយើងមានគំនិតខ្ពស់រៀនសូត្រអញ្ចឹងហើយគឺថាយើងអាចធ្វើការងារបានល្អហើយនៅពេលអនាគតណាបាទនេះជាគំនិតទ្រឹស្ដីដែលយើងសិក្សាអំពីគ្រប់គ្រងបាទបន្តទៅទៀតនិយាយពី synergy ណា synergy គឺជាការបង្កើតមួយជា creation of a whole ជាការបង្កើតមួយទាំងស្រុងណាជាការបង្កើតមួយដែលមានលក្ខណៈធំទូលាយ whole ទាំងមូល that is greater than sum of its part គឺវាច្រើនជាងណាចំនួននៃបូកផ្សំគ្នាជាផ្នែកគេចង់និយាយថាម៉េចគេចង់និយាយថាការសាមគ្គីគឺជាធ្លុងមួយណាការសាមគ្គីគឺជាធ្លុងមួយប្រសើរជាងការបែកបាក់ទៅនិយាយអញ្ចឹងមានន័យថាសាមគ្គីរស់បែកបាក់ស្លាប់មានន័យថាអញ្ចឹងក្នុងពាក្យហ្នឹងណា synergy មានន័យថាសាមគ្គីជាធ្លុងប្រសើរជាការបែកបាក់ផ្នែកនេះឃើញគេលើកគេថា team ហ្នឹងគឺជាការសាមគ្គីហើយកម្លាំងសាមគ្គីទៅបានសម្រេចហើយ individual can accomplish more through teamwork than by working alone គេថាបុគ្គលម្នាក់អាចអនុវត្តទៅតាមរយៈការចងសម្ព័ន្ធជាក្រុមការងារប្រសើរជាងការធ្វើការងារម្នាក់ឯងណានេះហើយគឺជាទ្រឹស្ដីនៅក្នុងការដឹកនាំឲ្យយើងមានសាមគ្គីព្រះពុទ្ធសាសនាយើងក៏បានសម្ដែងអំពីភាពសាមគ្គីនឹងដែរឲ្យយើងចេះសាមគ្គីគ្នាសាមគ្គីណាំងតបោសុខោណាឲ្យយើងចេះសាមគ្គីណាដូច្នេះយើងគួរតែគិតពិចារណាណាអំពីភាពសាមគ្គីគ្នាកាលណាសាមគ្គីទៅបានលុះត្រាតែយើងនឹងចេះអត់ធ្មត់ឲ្យគ្នាទៅវិញទៅមកបើសិនជាយើងយកតែខ្លាំងឈ្នះដៃអានឹងមិនមែនជាការសាមគ្គីដើម្បីជួយជាតិរបស់យើងឡើយគឺយើងធ្វើឲ្យបាក់បែកហើយយើងយកតែឈ្នះម្នាក់ឯងទៅរហូតនោះអានឹងហើយគឺជាការធ្វើឲ្យយើងបែកបាក់សាមគ្គីសត្រូវគេមើលងាយមូលហេតុដែលយើងបាត់បង់នៅប្រទេសរបស់យើងទឹកដីរបស់យើងដោយសារតែយើងបែកបាក់សាមគ្គីនឹងឯងដែលបាត់បង់នៅមហានគរជា empire ជាគេហៅថាអាណាចក្រដ៏ធំមួយដែលធ្លាប់ថ្កើងថ្កានដែលធ្លាប់គេគោរពឲ្យតម្លៃឥឡូវនេះបានធ្លាក់ដល់កម្រិតមួយគេហៅថារលេខដាក់គ្មាននោះនេះដោយសារតែយើងបែកបាក់សាមគ្គីឆ្លោះតោះតែងគ្នារវាង
រវាងស្ដេចខ្មែររវាងអ្នកកាន់អំណាចខ្មែរនិងអ្នកកាន់អំណាចខ្មែរដូច្នេះយើងគួរតែពិចារណាអំពីយើងគួរតែពិចារណាហើយគួរតែចេះអត់ធ្មត់ឲ្យគ្នាអ្នកនយោបាយទាំងអស់ហ្នឹងគួរតែយល់ដឹងឲ្យបានច្រើនគួរតែរៀនសូត្រថែមទៀតឲ្យបានច្រើនហើយយល់ដឹងឲ្យបានច្រើនគិតអំពីប្រជារាស្ត្រគិតអំពីប្រទេសរបស់ខ្លួនកសាងប្រទេសជាតិយើងឲ្យបានល្អឡើងវិញពេលណាដែលយើងប្រទេសជាតិយើងប្រជាជនយើងមានការចេះដឹងច្រើនហើយពេលនោះយើងនឹងកសាងប្រទេសឡើងវិញបានលឿនបំផុតហ្នឹងការចេះដឹងគឺជាគំនូសសំខាន់មួយដែលធ្វើឲ្យយើងបានរីកចម្រើនជាលំដាប់បើសិនជាគ្មានការចេះដឹងទេគឺចប់ហើយយើងអញ្ចឹងដូច្នេះប្រជាជនក៏ដោយបុគ្គលម្នាក់ជាជនជាតិខ្មែរនឹងគួរតែខំប្រឹងប្រែងសិក្សាស្រាវជ្រាវរៀនសូត្រទោះបីជាយើងមានការងារនឹងហើយក៏ដោយយើងគួរតែរៀនអីផ្សេងទៀតដើម្បីធ្វើអ្វីមួយផ្សេងទៀតក្នុងជីវិតរបស់យើងបេសកកម្មជីវិតរបស់យើងគឺកើតមកមានទី1គឺកើតមកដើម្បីរស់បេសកកម្មជីវិតហ្នឹងគេហៅថា mission of life កើតមកទី1គឺដើម្បីរស់កើតមកទី2គឺដើម្បីរៀនអូខេកើតមកទី2គឺដើម្បីរៀនហ្នឹងណាអារៀនហ្នឹងគឺជាកត្តាទី2កាលណាដរាបណាជីវិតរបស់យើងនៅមានជីវិតដរាបនោះយើងនៅតែរៀនអូខេពេលដែលយើងអស់ជីវិតពេលនោះយើងចាំឈប់រៀនបើសិនជាបងប្អូនគិតដូចខ្ញុំប្រហែលជាបងប្អូននឹងចេះដឹងច្រើនហើយនឹងមានកិត្តិយសច្រើនសម្រាប់ជាតិរបស់យើងទាំងអស់គ្នាពេលដែលជាតិយើងរៀនមានបណ្ឌិតមានអ្នកចេះដឹងច្រើនពេលយើងទៅណាក៏ដោយមិនមែនត្រឹមតែយើងនឹងជួយខ្លួនឯងម្នាក់ទេជួយគ្រួសារយើងឯងគឺជួយជាតិយើងទាំងមូលបាត់ទៅហើយពេលណាដែលយើងរៀនដល់បណ្ឌិតរៀនដល់ថ្នាក់ចេះដឹងច្រើននោះសត្វដទៃគេខ្លាចយើងនៅពេលដែលគេឃើញយើងចេញទៅណាមួយណាក៏ប្រកែមានទ្រឹស្ដីនិយាយភាសាអង់គ្លេសបានល្អយល់ដឹងច្រើនមានគំនិតច្រើនធ្វើនេះធ្វើនោះបានផលិតរបស់នេះនោះបានរកឃើញអ្វីថ្មីហ្នឹងហើយទំនើបដូចគេដូចជប៉ុនដូចអាល្លឺម៉ង់ដូចអីប្រទេសទូចទេតែគេធ្វើបានកូរ៉េឥឡូវយើងមើលមកកូរ៉េខាងបូងអីហ្នឹងគេធ្វើបាននេះបាននោះកូរ៉េខាងជើងអីគេធ្វើបាក់ម៉ាណូលួចអីគេខំធ្វើគេណាអាហ្នឹងហើយគឺជាគំនិតដែលយើងសិក្សាណានឹងជាបេសកកម្មជីវិតរបស់យើងដែលពេលយើងកើតមកហើយពេលនេះស្លាប់ទៅវិញដូចជាគ្មានអីសោះតទេអត់មានអីហ៎ពេលស្លាប់ទៅវិញខំរកលុយទ្រព្យសម្បត្តិច្រើនពេលស្លាប់ទៅវិញយកអីអត់បានតទេស្អាតគេឈ្មោះអត់មានសភៅមួយក្បាលមិនមានឲ្យកូនរៀនផងសភៅមួយក្បាលមិនមានឲ្យជាតិខ្មែរចំនួនក្រោយរៀនផងនេះហើយជាជនអាសាបងជាជនអត់ប្រយោជន៍នៅក្នុងសង្គមមនុស្សណាអូខេដូច្នេះទី3គឺយើងកើតមកគឺត្រូវតែមានសេចក្តីស្រឡាញ់នៅក្នុងខ្លួនសេចក្តីស្រឡាញ់មានច្រើនមានធំធេងមានស្នេហានឹងច្រើនណាគឺសេចក្តីស្រឡាញ់ជាតិសាសន៍យើងស្រឡាញ់ឪពុកម្ដាយស្រឡាញ់បងប្អូនស្រឡាញ់ក្រុមគ្រួសារស្រឡាញ់ភរិយាស្រឡាញ់កូនជាដើមហ្នឹងណាអានេះគឺជាគេហៅថាបេសកកម្មទី2ទី3ណាបេសកកម្មទី4គឺដឹកនាំគេអូខេគឺដឹកនាំគេគឺយើងក្រោយពីយើងមានឆ្លងកាត់ពីដំណាក់កាល3ដំណាក់កាលស្រឡាញ់ដំណាក់កាលរស់នៅដំណាក់កាលកើតមកនឹងរស់នៅហើយនឹងរៀនសូត្រហើយនឹងស្រឡាញ់ដំណាក់កាលទី4គឺដឹកនាំមនុស្សគឺធ្វើត្រូវតែឲ្យយើងនឹងមានគំនិតចេះដឹកនាំចាប់ពីដឹកនាំក្រុមគ្រួសារឡើងដល់ដឹកនាំមនុស្សក្នុងអង្គភាពដឹកនាំមនុស្សក្នុងស្ថាប័នប្រាឯកជនក្នុងស្ថាប័នរដ្ឋគឺត្រូវតែធ្វើជាមនុស្សដែលមានសភាពជាអ្នកដឹកនាំគេណាបើទុកណាជាយើងមិនបានធ្វើជាប្រធានគេក៏ធ្វើអ្វីដែលទូចអាចធ្វើទៅបានទៅតាមអ្វីដែលយើងធ្វើបាននេះហើយគឺជា challenge របស់បេសកកម្មជីវិតអូខេជា challenge you know ជាភាពតឹងតែងមួយជាការប្រកួតប្រជែងមួយដែលវាធ្វើឲ្យមនុស្សម្នាក់កម្រនឹងទៅរួចប៉ុន្តែយើងព្យាយាមទៅរួចអូខេនេះជាទី4ទី5ដំណាក់កាលចុងក្រោយបំផុតគឺថា live រក្សាទុកអ្វីពេលដែលយើងមុននឹងស្លាប់ទៅ
dương mình slap tới dương tàu tay rạc xa tục kê chú mô rạc xa tục kê tình niệm kê tì chua ôi kê cơ rụp dương ôi kê nực khơi dương hốt đôi chầm rạch bê xong gà chuôn nà chẳng không prang thua sẽ phơ đi sẽ phơ nụ nè ôi côn khmai dư riêng đất nòm thua ạc xò xa chiết xa sna chạy đàm kê nhuận xa ấy chẳng tới có thọp không ban thua sẽ phơ vì giật co sẽ phơ ạc xò xa ấy tay rương tay ní nụ ấy chẳng nè rất tay chia cùng lịch lọ rất tay chia nè praj lọ đôi chia praj đôi chia ấy cầm ngôi nên lục ta cầm ngôi anh chẳng tới có không prang prang chẳng tới có từ đây tròn krong bị sụp phía sập anh chẳng nétสำหรับตูนเมียนเอาปรุงเยอะจังที่นึกเคยกอดละโหดนี่เฮ้ยจีบับกรมงอยจังđó là pe dương này khơi tổng miên lôi hư ha nó bị trao la nó chỉ sơ tả mạc đây rồi lôi tinh không biết miên từ vô lôi chiến hơi là pe chẳng vô tàu thôi chỉ phải giỏi to luôn căn ẩm nát bao cùng lăng pri say chết đỡ mấy nữa sầm lọc ấy nữa nó chưa ban phải giỏi ấy đó át miên ấy sao pe mình đừng ngoạp nó kê bật tịch mà đòn hơi kê praj ẩm bal kê chê kê điêu kê tè kê nè kê tè khmai chết đỡ cục giang hai pe ngọt tử kê xa thuộc tiết oi bục cồn lưng ngọt từ cho lục ơi cầm oi nư đầm bay thua oi nè kê miên cột nặng đời xa luôn sập từ cho từ từ bàn sau từ khăn túc cái tiệp phục từ khi mình oi dương thà tàu xúc cái tiệp phục thế khi oi từ tàu túc cái tiệp phục nó tàu than là rõ đó nâng ha thì nè dương nè mà nè nâng cua ta kết tua ta picha là bầm pin nâu sạch cam cái hào than nơi ấy mission cái hào than nơi lịch biệt khmai thì là loại bê sạc cam là nó bê sạc cam chỉ vật đồ bọc luôn nó lại bán trăm tờ không niềm chiêm mình ok ni chỉ còn để chỉ cả bằng hai pi cầm nịch tại phần bờ bom ôn vô tam bài chất bom ôn vô tam cho bom ôn kịch thang lõ vô tam bờ kịch thang mình lõ thế có bọc bong về chào tờ ok chân xôm bằng cò tiệt why team are good for organization cái thằng hai tàu vấy ban chia crom nứng lõ sầm rập on gặp hiệp nè hai crom nứng đal ấy khla ban lõ sầm rập không gặp hiệp ca na chia crom lõ sầm rập on gặp hiệp miền đôi chia team are beneficial for setting where people learn from one another and share cái này share job skill and knowledge miền này tha pe để dương chôn chia crom nứng tới viêm miền côn nè viêm miền Paul bây giờ chọn nông khăn cá riệp chăm một lúc pi cả lại xen hơi nâng chai chấm lấy nâu chấm niên rồi bỏ luôn để luôn miền nữa hay nâng chấm này đang để luôn miền nữa tụi mình tầm màu ở thì họ thà ở lâu nhóm một card cầm mũi cho hạ được teaching center nó cứ chụp cầm mũi chia mình đồn mũi sẽ mà đập riêng đôi chân này dương bằng card đồn mũi sẽ mà đập riêng chứ nè nẹp xem những cái ad po ad riêng này bà nó ta là nè miền cầm lịch nâng cầm lịch những ai po ấy mua những ai thua tới mơ tam công cái khi riêng ấy là hay dương riêng tới dương ai chạy lấy bà ok learning environment and pool of experience within the team can be used to solve difficult and unique problem cái tha bò rì than sặc sả hơi nâng thọc này bật đống poolเลยnó bây giờ chia pool nó chia thọc muối chia đâm muối này bọt bị sào chia thọc muối này bọt bị sào nè để cợt một bị thìm để bàn một bị crom nè hai ai vô từ prơ prát làm vậy đo sái nâu bánh hà để miên từ mũi cốt rư có bánh hà lùm bạc bàn cho là thìm đứng bị sầm khăn á dương là sai việc tới dương thua ấy tới mà tha không thìm mua giống trong thua mỗi ban là há ban lươn thìm dương vào miên mà phì nè chứ dương là sai tới mà nè ní tao thua cái ca nghe đi mà nè nó thua ca nghe đi nữa hỏi dương vào mồi mà oi thìm leader cái máu dương thua chạp à ok là miên vì này tăng rằng dương tao cả lục discipline ok
Opportunity for social interaction within a team can provide individual with a sense of security through work assistance and technical advice គេថាវាជាឱកាសមួយសម្រាប់សកម្មភាពផ្ទាល់តាក់ទងនឹងសង្គមសកម្មភាពពីមួយទៅមួយតាក់ទងនឹងសង្គមជាមួយនឹងក្រុមនឹងអាចផ្ដល់ឲ្យនៅបុគ្គលម្នាក់ៗហ្នឹងនៅការយល់ដឹងអំពីសុវត្ថិភាពអំពីសន្តិសុខតាមរយៈការជំនួយផ្សេងហើយនឹងការផ្ដល់នៅដល់ដំបូលមានផ្នែកគេហៅ technical ផ្នែក technical ផ្នែកបច្ចេកទេសជាដើមគឺយើងវាជាឱកាសមួយសម្រាប់យើងណាសម្រាប់យើងធ្វើសកម្មភាពពីមួយទៅមួយនៅក្នុងសង្គមហ្នឹង team member provide emotional support គេណា team member ផ្ដល់ឲ្យនៅការជំនួយតាមផ្លូវអារម្មណ៍តាមផ្លូវចិត្តយើងដែលយើងមានអារម្មណ៍ចង់បានជា emotion ណា one another in time especially crisis or pressure ជាពិសេសគឺថាពីមួយទៅមួយនៅក្នុងពេលវេលាមួយដែលពេលវេលាមួយដែលជាពេលវេលាគេហៅថាដែលជា crisis ដែលជាគុណវិបត្តិណាដែលជាអីផលវិបាកដែលជា crisis ដែលជាផលវិបាកនៅក្នុងសំខាន់មួយជា special ពិសេសហើយនឹងគឺ pressure មានន័យថាគម្រាមនៅពេលដែលមានគម្រាមមួយអញ្ចឹង team member អញ្ចឹងគេអាចគេថាគេផ្ដល់នៅការ support ផ្លូវចិត្តណាឲ្យយើងបាទ many contribution individual make to team គេថាបុគ្គលម្នាក់ហ្នឹងការបរិច្ចាគជាច្រើនរបស់មនុស្សម្នាក់ហ្នឹងអាចដូចថាអាចធ្វើឲ្យ team ហ្នឹងអាចជួយឲ្យសមាជិករបស់ team ហ្នឹងមាន experience មាន self គេហៅ self esteem ណា self esteem មានន័យថាគឺគេហៅ self esteem អូខេអាចជា self esteem and personal involvement យើងធ្លាប់រៀនមកហើយស្អីទៅថា self esteem ហ្នឹងអូខេគឺថាធ្វើឲ្យកម្លាំងទឹកចិត្តរបស់យើងឲ្យយើងមាន self esteem យើងគិតអីចាញ់ដោយខ្លួនឯងអីចឹងណាហ្នឹងហើយ self esteem ហ្នឹងហើយនឹងដោះមានការចូលរួមឬថាជាលក្ខណៈផ្ទាល់ខ្លួនចឹងណាមានការចាប់ពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនបានចឹងហ្នឹងហើយអានឹងហើយគឺជា team ហ្នឹងវាផ្ដល់នៅសេចក្តីល្អវាជាភាពល្អមួយសម្រាប់អង្គភាពនៅពេលដែលយើងធ្វើអ្វីមួយជា team អូខេឥឡូវនេះខ្ញុំគិតថាសង្ខេបប៉ុណ្្នឹងសិនសង្ខេបណាបងប្អូនគិតថាជួបបងប្អូនប៉ុណ្្នឹងសិនហើយនឹងបន្តទៅទៀតបញ្ចប់នៅរៀងទី7នៅคลิปក្រោយទៀតបាទហើយសូមអរគុណដែលបងប្អូនបានចំណាយពេលសិក្សារៀនសូត្រអូខេសង្ឃឹមថានឹងមានចំណេះដឹងល្អតទៅមុខទៀតបាទសូមអរគុណ